សួស្តី Kevin Movie ថ្ងៃនេះខ្ញុំនឹងបកស្រាយរឿងសង្គ្រាមមួយដែលមានឈ្មោះថា The Sacrifice Spoiler ខាងមុខប្រយ័ត្ននឹងថែរក្សាភាពយន្តនេះប្រាប់ពីដំណើររឿងនៃដំណាក់កាលចុងក្រោយរបស់ជនជាតិកូរ៉េសង្គ្រាមនៅឆ្នាំ1953នៅថ្ងៃទី15ខែកញ្ញាកងទ័ពសហរដ្ឋអាមេរិកបានចុះចតនៅអ៊ីនឈុនហើយបានដើរទៅភាគខាងជើងដើម្បីជួបអង្គការសហប្រជាជាតិកងកម្លាំងយន្តហោះអាមេរិករាប់ពាន់គ្រឿងបានចូលដែនអាកាសចិនឆ្ពោះទៅទន្លេយ៉ាលូដោយគំរាមកំហែងសន្តិសុខជាតិរបស់ប្រទេសចិនខណៈកម្លាំងអាមេរិកបានរីកចម្រើនជាការឆ្លើយតបទៅនឹងសំណើរបស់កូរ៉េខាងជើងចិនសម្រេចបញ្ជូនទ័ពនៅថ្ងៃទី25តុលាកងទ័ពស្ម័គ្រចិត្តរបស់ប្រជាជនបានចូលខាងជើងកូរ៉េដើម្បីប្រយុទ្ធនឹងកម្លាំងអាមេរិកជាលើកដំបូងបន្ទាប់ពីចិនទើបបង្កើតថ្មីនៅពេលនោះចិននៅតែទន់ខ្សោយក្នុងលក្ខខណ្ឌយោធាដោយសារតែកម្លាំងទ័ពអាកាសរបស់ខ្លួនជាពិសេសមិនទាន់មានការអភិវឌ្ឍហើយយោធាក៏ប្រឈមនឹងការខ្វះខាតគ្រាប់រំសេវនិងឧបករណ៍ផងដែរបើទោះបីជាដែនកំណត់ទាំងនេះប្រទេសចិនបានគ្រប់គ្រងកូរ៉េខាងជើងក្នុងការទប់ទល់នឹងការឈ្លានពានរបស់សហរដ្ឋអាមេរិកដោយការបញ្ជូនដ៏ធំមួយចំនួនកងទ័ពទៅកាន់ព្រំដែនកូរ៉េទោះជាយ៉ាងណាក៏ដោយខ្សែភាពយន្តនេះផ្ដោតជាពិសេសទៅលើសមរភូមិចិត្តស្ពានទន្លេកុងនេះនឹងជាសមរភូមិចុងក្រោយដែលជ័យជំនះនឹងកំណត់ពីទីបំផុតអ្នកឈ្នះប្រឆាំងនឹងការឈ្លានពានរបស់អាមេរិកលើកូរ៉េខាងជើងទី1ខ្សែភាពយន្តនេះកើតឡើងពីទស្សនៈរបស់ទាហានខណៈដែលទាហានចិនត្រូវបានគេមើលឃើញថាកំពុងធ្វើដំណើរឆ្ពោះទៅទន្លេដោយប្រយ័ត្នប្រយែងពេលកំពុងប្រើប្រាស់ការក្លែងបន្លំដើម្បីនៅតែមិនអាចរកឃើញទាហានម្នាក់ឈ្មោះឆេហូរៀបរាប់ថាគាត់ទើបតែចុះចូលក្នុងជួរកងទ័ពប្រជាជនចិននឹងត្រូវបានចាត់ឲ្យទៅកងវ៉ូសេនាធំជាមួយលោកលីវហៅក្នុងកំពូលលេខ8រួមជាមួយនឹងកម្លាំងសំខាន់ពួកគេបានដើរឆ្ពោះទៅកាន់ទន្លេខំសុងខណៈពេលដែលប្រឈមមុខនឹងការគំរាមកំហែងឥតឈប់ឈរនៃការវាយប្រហារតាមអាកាសពីកងទ័ពអាកាសអាមេរិកទន្លេខំសុងបានក្លាយជាឧបសគ្គធំបំផុតរារាំងទាហានចិនមិនឲ្យចូលដល់ខ្សែជួរមុខចាប់តាំងពីស្ពានដែលពួកគេបានសាងសង់នោះទម្លាក់គ្រាប់បែកម្ដងហើយម្ដងទៀតដោយកងទ័ពអាកាសអាមេរិកការឆ្លងទន្លេដោយផ្ទាល់គឺមិនអាចទៅរួចទេព្រោះទឹកគឺជ្រៅហើយចរន្តគឺខ្លាំងនៅតាមមាត់ទន្លេខ្មាន់កាំភ្លើងត្រូវឈរជើងការពារតំបន់នឹងការពារទាហានដែលទទួលខុសត្រូវក្នុងការជួសជុលនិងថែទាំស្ពានក្រោយមកទាហាននៃកំពូលលេខ8បន្តទៅមុខដោយប្រយ័ត្នប្រយែងរំពេចនោះពួកគេឈប់នៅពេលដែលផ្លុំកញ្ចែប្រមានពួកគេថាយន្តហោះឆ្លុបយកការរបស់សត្រូវកំពុងហោះហើរពីលើប្រតិបត្តិការវិទ្យុត្រីរបស់ពួកគេព្យាយាមតាក់ទងអង្គភាពវិស្វកម្មយ៉ាងឆាប់រហ័សដើម្បីទទួលបានព័ត៌មានថ្មីអំពីស្ថានភាពស្ពានបន្តិចក្រោយមកសម្លេងគ្រាប់បែកក៏យូរដូចស្ពានស្ថិតនៅក្រោមការវាយប្រហារយ៉ាងខ្លាំងខណៈទាហានចិនប្រញាប់ប្រញាល់ជួសជុលរចនាសម្ព័ន្ធដែលរងការខូចខាតខ្មាន់កាំភ្លើងបាញ់ប្រហារយន្តហោះទម្លាក់គ្រាប់បែក B-26 និងបាញ់ទម្លាក់យន្តហោះមួយគ្រឿងដោយជោគជ័យពួកគេអបអរដូចយន្តហោះបាញ់ទម្លាក់ទាំងស្រុងខណៈពេលដែលយន្តហោះដែលនៅសេសសល់បានដកថយត្រឡប់ទៅមូលដ្ឋានរបស់ពួកគេមន្ត្រីនៅលើវិទ្យុបញ្ជាឲ្យពួកគេនៅកន្លែងដែលពួកគេនៅព្រោះស្ពានបានបាក់ក្រោយការបំផ្ទុះគ្រាប់បែកនេះទាហានគ្មានជំរឿអ្វីក្រៅពីឈប់ហើយរងចាំការបញ្ជាបន្ទាប់ពីមេតបលីវហាវដែលជក់ចិត្តនឹងការទទួលបានមេដាយយោធាបានដាក់សម្ពាធលើមេបញ្ជាការអនុហ្វេនីអៃកែវឲ្យអនុញ្ញាតគាត់នឹងឈាវហ៊ីវដើម្បីស្វែងរកផ្លូវមួយទៀតឆ្ពោះទៅមុខទោះជាយ៉ាងណាឧត្តមសេនីយ៍ឯកបដិសេធយ៉ាងម៉ឺងម៉ាត់ផ្ទុយលើវិន័យនិងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទបញ្ជាមិនយូរប៉ុន្មានហ្គាវត្រូវបានតែចិត្តដោយទាហានដែលប្រាប់គាត់ថាកងទ័ពត្រូវទៅដល់ស្ពានទន្លេកុងមុនម៉ោង5ព្រឹកអង្គភាពរបស់ពួកគេក្រុងនឹងឆ្លងកាត់ចុងក្រោយហើយត្រូវតែជួយកងទ័ពវិស្វកម្មប្រសិនបើស្ពាននេះត្រូវបានខូចខាតម្ដងទៀតបន្ទាប់មកហ្គាវបញ្ជាឲ្យកងទ័ពទាំងអស់របស់គាត់ប្រមូលឧបករណ៍របស់ខ្លួនហើយរៀបចំជួសជុលស្ពានប៉ុន្តែមិនយូរប៉ុន្មានទីតាំងរបស់ពួកគេត្រូវបានគេប្រទះឃើញដោយកងកម្លាំងសហរដ្ឋអាមេរិកហើយស្ថិតនៅក្រោមកម្រិតធ្ងន់និងរយៈចម្ងាយឆ្ងាយការបាញ់កាំភ្លើងធំបណ្ដាលឲ្យខូចខាតស្ពានបន្ថែមទៀតជាលទ្ធផលប្រតិបត្តិការវិទ្យុមិនអាចដើម្បីទទួលសញ្ញាពីកងទ័ពចិនមេតបបញ្ជាឲ្យនាងទៅស្ពានខណៈពេលដែលលីវនិងឈៀវហ៊ូឡើងទៅកាន់ទីតាំងខ្ពស់ជាងនេះដើម្បីបង្កើតទំនាក់ទំនងឡើងវិញទន្ទឹមនឹងនេះដែលជនជាតិចិនកងទ័ពបន្តជួសជុលស្ពានឡើងវិញប៉ុន្តែមិនយូរប៉ុន្មានសម្លេងកញ្ចែបង្ហាញថាយន្តហោះសត្រូវមួយទៀតគឺខិតជិតលើកនេះវាកំណត់គោលដៅចំការដែលខ្មាន់កាំភ្លើងដាក់ទីតាំងជាសំណាងល្អគ្រាប់រ៉ុកែតខេតយ៉ាជារបស់កងទ័ពចិនបានវាយប្រហារយ៉ាងជ្រៅទៅក្នុងទីតាំងរបស់អាមេរិកដែលបង្កើតឲ្យមានការរិះគន់ការបង្វែរក្នុងអំឡុងពេលនេះហ្គាវនិងកងទ័ពរបស់គាត់បន្តជួយអង្គភាពវិស្វកម្មនៅក្នុងការជួសជុលស្ពានគាត់តាក់ទងលីវហៅនិងឈៀវហ៊ីវដែលស្ថិតនៅលើកំពូលភ្នំដើម្បីជួយត្រួតពិនិត្យយន្តហោះឆ្លុបយកការរបស់សត្រូវប្រតិបត្តិការវិទ្យុបាននិយាយថាក្រុមហ៊ុនអាចឆ្លងកាត់ស្ពានក្នុងរយៈពេលប្រហែល10នាទីដោយសារតែការជួសជុលឈើនៅលើស្ពានស្ទើរតែបញ្ចប់ក្នុងរយៈពេលខ្លីបន្ទាប់ពីស្ពានត្រូវបានជួសជុលជាថាហេតុហើយទាហានចាប់ផ្ដើមឆ្លងកាត់ទោះយ៉ាងណាក៏ដោយភ្លាមនោះយន្តហោះស៊ើបការក៏លេចមុខម្ដងទៀតក្នុងភាពតក់ស្លុតមួយខ្មាន់កាំភ្លើងចាប់ផ្ដើមបាញ់បំភ្លឺជុំវិញទីតាំងរបស់ពួកគេដើម្បីតាក់ទាញការយកចិត្តទុកដាក់របស់យន្តហោះមកលើខ្លួនឯង ក
ពេលឃើញដូចនេះលីវហោស្រឡាំងកាំងហើយដឹងថាខ្មាន់កាំភ្លើងមានគម្រោងលះបង់ខ្លួនឯងដើម្បីភ្ជាប់យន្តហោះត្រូវដោយសង្ឃឹមថានឹងទិញពេលវេលាដ៏មានតម្លៃសម្រាប់ទាហានឆ្លងកាត់ស្ពានដោយសុវត្ថិភាពដូច្នេះលីវហោប្រញាប់ប្រញាល់ទៅកាន់ស្ពានដើម្បីជួយជួសជុលដោយខ្លួនឯងប៉ុន្តែមុននឹងគាត់អាចធ្វើបានទៅដល់ទីនោះគ្រាប់បែកសកម្មភាពពន្យាពេលជាច្រើនបានផ្ទុះនៅក្រោមទឹកដោយបំផ្លាញផ្នែកដ៏ធំមួយនៃស្ពានទាហានជាច្រើនអ្នកដែលស្ម័គ្រចិត្តជួសជុលរបួសធ្ងន់ធ្ងរក្នុងការបំផ្ទុះរួមទាំងលោកអនុហ្វេនៃឯកកែវលីវហោដែលត្រូវបំភ្លេចបំផ្លាញព្យាយាមជួយគាត់ប៉ុន្តែមេតបប្រាប់គាត់ផ្ដោតលើបេសកកម្មជាងបារម្ភពីគាត់សំបីតែក្នុងគ្រាចុងក្រោយរបស់គាត់បានបញ្ជាលេវហើយធានាថាស្ពានត្រូវបានជួសជុលរាល់ពេលដែលខូចមិនថាត្រូវចំណាយប្រាក់ឡើយចំពេលមានវិបត្តិខ្មាន់កាំភ្លើងម្នាក់នៅរស់ហើយបន្តប្រយុទ្ធយ៉ាងក្លាហានគាត់គ្រប់គ្រងវាប្រហារលើយន្តហោះប៉ុន្តែយន្តហោះទម្លាក់គ្រាប់បែកធំជាច្រើនបាននៅពីលើរួចជាស្រេចដើម្បីត្រៀមកំទេចយន្តហោះនោះស្ពានលីវហោមិនភ័យខ្លាចទេហើយឈរយ៉ាងម៉ឺងម៉ាត់នៅពេលដែលការផ្ទុះដ៏ធំមួយកើតឡើងបង្កើតបានជាដ៏ធំមួយផ្ទុះនៅក្នុងផ្នែកទី2ខ្សែភាពយន្តនេះផ្លាស់ប្ដូរទស្សនៈរបស់អ្នកបើកយន្តហោះអាមេរិកការហោះហើរឆ្លប់យកការនិងទម្លាក់គ្រាប់បែកលើស្ពានយើងត្រូវបានណែនាំទៅកាន់ Pilot Hill និងដៃគូរបស់គាត់អ្នកបើកយន្តហោះ Colin ដែលទើបតែបញ្ចប់ការទម្លាក់គ្រាប់បែកលើស្ពាននិងទម្លាក់គ្រាប់បែកសកម្មភាពពន្យាពេលធ្វើត្បិតតែឧស្សាហកម្មយោធារបស់ចិននៅឆ្ងាយនៅឡើយប៉ុន្តែអ្នកបើកយន្តហោះអាមេរិកមានការភ្ញាក់ផ្អើលជាខ្លាំងការបដិញ្ញាចិត្តរបស់កងទ័ពចិនខណៈដែលពួកគេបដិសេធមិនព្រមចុះចាញ់លើការសាងសង់និងជួសជុលស្ពានក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងរំពេចនោះខណៈដែលពួកគេកំពុងហោះហើរយ៉ាងស្ងប់ស្ងាត់នៅក្នុងអាកាសមួយក្នុងចំណោមកាំភ្លើងប្រឆាំងយន្តហោះបើកការបាញ់ប្រហារនិងវាយប្រហារយន្តហោះរបស់ Colin ត្រូវបានគេបាញ់ទម្លាក់និងបាត់បង់ជីវិតខណៈពេលដែលភ្នំដែលត្រូវបានបំផ្លិចបំផ្លាញត្រូវបានបង្ខំឲ្យហោះហើរទៅឆ្ងាយដោយសារតែផែនការរបស់គាត់អស់រំសេវមិនយូរប៉ុន្មាន Hill ត្រឡប់ទៅតំបន់នោះអមដោយអ្នកបើកយន្តហោះម្នាក់ទៀតឈ្មោះ Smith ហើយភ្ញាក់ផ្អើលពេលឃើញស្ពាននេះត្រូវបានជួសជុលឡើងវិញ Hill ខឹងសម្បាហើយចង់សងសឹកមិត្តស្លាប់របស់គាត់ប៉ុន្តែ Smith ព្យាយាមធ្វើឲ្យគាត់ស្ងប់ហត់នឿយពីការប្រយុទ្ធ Hill បានបញ្ជាឲ្យមានការបាញ់កាំភ្លើងធំរយៈចម្ងាយឆ្ងាយប្រើប្រាស់គ្រឿង155 Howitzer ដើម្បីវាយប្រហារលើកងទ័ពចិនសំខាន់និងបំផ្លាញស្ពាននៅកន្លែងកើតហេតុបន្ទាប់ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានបើកការវាយប្រហារដោយកាំភ្លើងធំ155ទៅលើស្ពាននិងតំបន់ជុំវិញនោះ Smith បញ្ជាក់ពីការបាក់ស្ពានទៅថ្នាក់លើហើយរៀបចំត្រឡប់ទៅមូលដ្ឋានវិញរំពេចនោះ Hill ត្រឡប់មកវិញហើយប្រាប់ Smith ថាគាត់មានអាជីវកម្មផ្ទាល់ខ្លួនខ្លះដែលត្រូវបញ្ចប់បន្ទាប់មក Hill វាយប្រហារខ្មាន់កាំភ្លើងប្រឆាំងយន្តហោះដោយងឹតងល់ដោយបាញ់ទៅកាន់ទីតាំងរបស់ពួកគេដោយគ្មានគោលដៅច្បាស់លាស់ទោះជាយ៉ាងណាក៏ដោយគាត់ក៏ត្រូវបានទាហានចិនបាញ់សម្លាប់យ៉ាងព្រៃផ្សៃផងដែរក្នុងអំឡុងពេលប្រយុទ្ធរឿងខ្លីភ្នំដែលរងរបួសបានហោះត្រឡប់ទៅមូលដ្ឋានជាមួយ Smith ប៉ុន្តែនៅលើខ្នងរបស់ពួកគេរ៉ុកកែត Kadyusha របស់ចិនបានវាយប្រហារនិងបំផ្លាញមូលដ្ឋានជួរមុខរបស់សហរដ្ឋអាមេរិក Hill ខឹងសម្បាយ៉ាងខ្លាំងបន្ទាប់ពីបានឃើញការបំផ្លិចបំផ្លាញហើយដឹងថាទាហានមិត្តរបស់គាត់ជាច្រើនអ្នកទំនងជាស្លាប់ឬរបួសគាត់សម្រេចចិត្តឲ្យកងកម្លាំងចិនបង់ប្រាក់ដូច្នេះទោះបីជាគាត់ត្រូវបានបញ្ជាម្ដងហើយម្ដងទៀតឲ្យត្រឡប់មកវិញភ្លាមក៏ដោយគាត់បដិសេធបញ្ជាឲ្យបិទវិទ្យុរបស់គាត់បន្ទាប់មក Hill ឃើញការបាញ់ប្រហារទៅលើមេឃហាក់ដូចជាគាត់កំពុងត្រូវប្រឈមមុខនឹងការប្រយុទ្ធគ្នានៅលើអាកាសគាត់ឃើញអណ្ដាតភ្លើងបំភ្លឺទីតាំងរបស់ខ្មាន់កាំភ្លើងសត្រូវដែលបង្ហាញទីតាំងរបស់ពួកគេឥឡូវនេះ Hill ចាប់ផ្ដើមជុំវិញសមរភូមិខណៈខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ពីម្ខាងទៀតគ្រាប់កាំភ្លើងហោះឥតឈប់ឈររវាងភាគីទាំងសងខាងនៅពេលពួកគេចូលប្រឡូកក្នុងការប្រយុទ្ធគ្នាដោយមិនភ័យខ្លាចទោះបីត្រូវបានវាយប្រហារដោយការបាញ់ប្រហាររយៈចម្ងាយឆ្ងាយក៏ដោយ Hill បន្តប្រយុទ្ធនឹងអាចសម្លាប់ទាហានចិនជាច្រើនអ្នកបន្ទាប់មក Hill គិតថាគាត់បានឈ្នះហើយរាយការណ៍ទៅបញ្ជាការប្រឆាំងយន្តហោះថាស្ពាននិងការការពារសត្រូវបានបំផ្លាញមិនយូរប៉ុន្មានគ្រាប់បែកដែលលាក់នៅក្រោមទឹកត្រូវបានកេះនិងផ្ទុះដែលបំផ្លាញស្ពានយ៉ាងធ្ងន់ធ្ងរទោះបីជាបែបនេះក្តីទាហានចិនបានវិលត្រឡប់មកវិញយ៉ាងឆាប់រហ័សហើយចាប់ផ្ដើមជួសជុលម្ដងទៀតបន្ទាប់ពីនេះជនជាតិអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធំដើម្បីបន្តការវាយប្រហារហើយពួកគេមានការខកចិត្តដោយសារតែស្ពាននេះនៅតែត្រូវបានជួសជុលរាល់ពេលដែលវាត្រូវបានបំផ្លាញ Hill រងរបួសដោយគ្រាប់កាំភ្លើងប៉ុន្តែមានអារម្មណ៍តាំងចិត្តថានឹងបន្តការប្រយុទ្ធដូច្នេះគាត់ក៏វាយប្រហារម្ដងទៀតហើយបាញ់ទៅលើកងការពាររបស់ចិនហើយគាត់អាចបាញ់ដល់គោលដៅប៉ុន្តែអ្នកបំផ្ទុះគ្រាប់បែកធំបានបញ្ចេញគ្រាប់បែកលើស្ពានរួចហើយបន្ទាប់យើងឃើញផ្នែកទី3នៃខ្សែភាពយន្តដែលកើតឡើងពីទស្សនៈរបស់ខ្មាន់កាំភ្លើងប្រឆាំងយន្តហោះពួកគេគឺជាពលបាហ្សេងនិងពលទាហានហ្គួនដែលមានភារកិច្ចការពារស្ពានពីការវាយប្រហារដោយយន្តហោះអាមេរិកពេលកំពុងសង្កេតមើលកងទ័ពចិនកំពុងជួសជុលស្ពានពលបាហ្គួនត្រូវបានទៅជិតដោយពលបាហ្សេងដែលប្រាប់គាត់អំពីកាំភ្លើងរបស់ពួកគេសព្វាវុធធនធ្ងន់ទាំងនេះតម្រូវឲ្យទាហានជាច្រើនធ្វើប្រតិបត្តិការនិងមានសារៈសំខាន់ណាស់សម្រាប់ការការពារទោះយ៉ាងណាក៏ដោយសារតែហ្គែនត្រូវបានគេចាប់បានជួបបារីក្នុងអំឡុងពេលប្រយុទ្ធគាត់ត្រូវបានគេទម្លាក់ចេញពីការបញ្ជាហើយកងទ័ពរបស់គាត់ឥឡូវនេះត្រូវបានដឹកនាំដោយអ្នកក្រោមបង្គាប់របស់គាត់ឈ្មោះយ៉ាង
ទោះបីជាពេលនេះយ៉ាងដឹកនាំអង្គភាពក៏ដោយយួននៅតែស៊ូដើម្បីទទួលយកការដកតំណែងរបស់គាត់ហើយជារឿយមានអាកប្បកិរិយាដូចជាគាត់នៅតែបញ្ជាខ្មាន់កាំភ្លើងមានតែអាវុធប្រឆាំងយន្តហោះធុនធ្ងន់ពីរដើមប៉ុណ្ណោះហើយពួកគេត្រូវតែលាក់មួយក្នុងចំណោមពួកគេព្រោះយ៉ាងមិនចង់ឲ្យយន្តហោះឆ្លុបយកការរបស់សត្រូវដើម្បីស្វែងរកទីតាំងអាវុធរបស់ពួកគេព្រោះបើសត្រូវដឹងពីទីតាំងរបស់ខ្លួនវានឹងគ្រោះថ្នាក់ខ្លាំងណាស់ហើយនឹងមានកម្រិតខ្លាំងចលនាការពាររបស់ពួកគេដោយសារពួកគេមានក្របរំសេវមានកំណត់អាវុធធុនធ្ងន់ទី1ត្រូវបានកាន់កាប់ដោយខ្វាន់នៅលើពោតចំហហើយអាវុធធុនធ្ងន់ទី2ដែលមិនបានបញ្ចេញគឺត្រូវបានកាន់ដោយយ៉ាងនៅក្នុងតំបន់លាក់ខ្លួនព្រឹកនេះក្រុមហ៊ុនវិស្វកម្មជួសជុលស្ពានហើយលោក Gwen បញ្ជាឲ្យសាងសង់ប៉មសញ្ញាប្រតិបត្តិក៏លើកទងដើម្បីអនុញ្ញាតឲ្យកងទ័ពឆ្លងកាត់ស្ពានក្នុងពេលជាមួយគ្នានោះអ្នកបំផ្ទុះគ្រាប់បែក2នាក់យន្តហោះលេចឡើងនៅលើមេឃហើយខ្មាន់កាំភ្លើងប្រឆាំងយន្តហោះត្រៀមបាញ់យ៉ាងលឿនមួយសន្ទុះក្រោយមកការផ្ទុះដំបូងបានប៉ះនឹងស្ពានខ្មាន់កាំភ្លើងម្នាក់ព្យាយាមបាញ់ឆ្លុបយកការយន្តហោះប៉ុន្តែគោលដៅគឺនៅក្រៅជួរនៃអាវុធរបស់គាត់ពលបាខ្វានខឹងព្រោះខ្មាន់កាំភ្លើងមិនអាចបាញ់ប្រកបដោយប្រសិទ្ធភាពទេដូច្នេះគាត់គ្រប់គ្រងវាដោយខ្លួនឯងគាត់បាញ់ដោយជោគជ័យចុះក្រោមយន្តហោះឆ្លុបយកការមួយដែលប្រែទៅជាយន្តហោះរបស់អ្នកបើក Colony ព្រឹត្តិការណ៍คล้ายជាការចាប់ផ្ដើមនៃការអាក់អន់ចិត្តកាន់តែខ្លាំងឡើងរបស់គាត់ចំពោះកងកម្លាំងអាកាសរបស់សត្រូវនិងសង្គ្រាមខណៈពេលដែរ Gwen កំពុងបាញ់យន្តហោះទី2យ៉ាងបដិសេធមិនព្រមផ្ទុកគ្រាប់រំសេវហើយបន្តរំលឹកគាត់ថានៅសល់តែ28ជុំប៉ុណ្ណោះនៅពេលដែល Gwen សួរថាហេតុអ្វីបានជាគាត់មិនផ្ទុកគ្រាប់រំសេវឡើងវិញយ៉ាងឆ្លើយថាគាត់មិនមែនជាមេបញ្ជាការក្រុមហ៊ុនទេដូច្នេះ Gwen ស្ដីបន្ទោសគាត់ដោយនិយាយថាទោះបីជាគាត់គ្រាន់តែជាឯកជនគាត់នៅតែជាទាហានជាន់ខ្ពស់ជាច្រើននៅទីនេះយ៉ាងខឹងក៏លួចម្សៅថ្នាំជក់របស់ Gwen ហើយរត់ទៅរកកាំភ្លើងប្រឆាំងយន្តហោះដែលលាក់ទុកនៅក្នុងគុម្ពោតព្រៃក្រោយមកយ៉ាងត្រឡប់ទៅកាន់ទី1វិញទីតាំងកាំភ្លើងប៉ុន្តែ Gwen សុំឲ្យគាត់ត្រឡប់មកវិញហើយការពារកាំភ្លើងនោះផងដែរដូច្នេះពួកគេអាចបាញ់សត្រូវបានយន្តហោះរួមគ្នាយ៉ាងណាក៏ដោយលោកយ៉ាងបដិសេធនិងស្នើថាពួកគេគួរបដូរមុខតំណែងជំនួសវិញលោកពន្យល់បន្ថែមថាទីតាំងបច្ចុប្បន្នត្រូវបានសម្របសម្រួលហើយវាមានគ្រោះថ្នាក់ខ្លាំងពេកសម្រាប់លោក Gwen ស្នាក់នៅទីនោះប៉ុន្តែ Gwen ប្រកែកថាទីតាំងនេះមានខ្សែបន្ទាត់ច្បាស់លាស់និងអនុញ្ញាតឲ្យគាត់បាញ់ដោយគ្មានឧបសគ្គយ៉ាងទូចថា Gwen មិនគួររឹងរូសទេហើយគួរតែជួយសង្គ្រោះជីវិតរបស់គាត់ទៅពេលណាកងទ័ពឆ្លងកាត់ទន្លេ Gwen មានអារម្មណ៍រំជើបរំជួលប៉ុន្តែនៅតែមិនព្រមចាក់ចេញហើយសួរថាតើយ៉ាងអាចទេផ្ដល់ឲ្យគាត់នៅកម្មជ្រួចចំនួន10ដែលក្រោយមកទៀតយល់ព្រមដោយមានអារម្មណ៍រំជួលចិត្តលោក Sheng បានផ្ដល់ឲ្យ Gwen ពោតមួយចំនួនដូចជាការប្រសើរណាស់ហើយបន្ទាប់មកចាក់ចេញទៅកាន់ទីតាំងកាំភ្លើងប្រឆាំងយន្តហោះទី2មួយសន្ទុះក្រោយមកឆ្មាំឮសំឡេងហោះមកជិតយន្តហោះសត្រូវម្ដងទៀតដូច្នេះយ៉ាងវីគាត់ភ្លាមផ្លុំកញ្ចែឲ្យប្រញាប់ប្រញាល់ទៅកាន់ទីតាំងបាញ់របស់គាត់ដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហារមួយទៀតទោះយ៉ាងណាក៏ដោយជំនួសឲ្យយន្តហោះការវាយប្រហារនេះកើតចេញពីការបាញ់កាំភ្លើងធំរយៈចម្ងាយឆ្ងាយរបស់អាមេរិកដែលសំដៅលើកងទ័ពសំខាន់និងកងទ័ពស្ពានវាបានវាយលុកទាហានជាច្រើនអ្នកជាមួយនឹងរលករំសេវផ្ទុះនិងការបាញ់កាំភ្លើងធំជុំទី2បុកស្ពានបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរខ្មាន់កាំភ្លើងមិនអាចធ្វើអ្វីបានច្រើនទេព្រោះការវាយប្រហារគឺចេញមកពីអង្គភាពកាំភ្លើងធំចម្ងាយឆ្ងាយហើយគ្រាប់ផ្លោមមួយគ្រាប់ស្ទើរតែបំផ្លាញទីតាំងរបស់យ៉ាងក្រោយការវាយប្រហារបានបញ្ឈប់កងទ័ពវិស្វកម្មចិនបានរោទៅមុខយ៉ាងលឿនដើម្បីជួសជុលស្ពានម្ដងទៀតនៅយប់នោះយ៉ាងបានកត់សម្គាល់ឃើញអ្វីមួយចម្លែកហើយភ្លាមនោះក៏ផ្លុំកញ្ចែដើម្បីជូនដំណឹងដល់មនុស្សគ្រប់គ្នាដើម្បីប្រុងប្រយ័ត្នសភាពគិតរបស់គាត់គឺត្រឹមត្រូវហើយមិនយូរប៉ុន្មានពួកគេបានវាយយន្តហោះឆ្លុបយកការហោះហើរលើយន្តហោះចាប់ផ្ដើមបាញ់នៅទីតាំងរបស់ Gwen ហើយ Gwen ព្យាយាមបាញ់វិញប៉ុន្តែការបាញ់របស់គាត់មិនប៉ះយន្តហោះទេហើយគាត់បន្តបាញ់រហូតដល់គ្រាប់របស់គាត់អស់ទាំងស្រុងដោយមិនព្រមចុះចាញ់គាត់បន្តប្រើអាវុធដែលមានដើម្បីបាញ់លើយន្តហោះប៉ុន្តែជាអកុសលគាត់និងក្រុមរបស់គាត់ត្រូវបានបាញ់សម្លាប់យ៉ាងឃោរឃៅដោយ Pilot Hill មួយសន្ទុះក្រោយមកយ៉ាងរត់ឆ្ពោះទៅរកទីតាំងកាំភ្លើងដំបូងទើបដឹងថាសមិទ្ធរបស់គាត់ជាច្រើនបានស្លាប់រួចទៅហើយរួមទាំង Gwen គាត់ត្រូវបានបំផ្លិចបំផ្លាញហើយដោយសារតែភាពចលាចលនេះយន្តហោះឆ្លុបយកការអាចរត់គេចខ្លួនបានដោយសុវត្ថិភាពក្រោយមកលោកយ៉ាងបានបញ្ចុះសពអតីតមេតបរបស់គាត់ខណៈដែលទាហានផ្សេងទៀតបន្តជួសជុលស្ពានភ្លាមដោយគ្មានការប្រមានគ្រាប់បែកសកម្មភាពពន្យាពេលជាច្រើននៅជិតស្ពានចាប់ផ្ដើមផ្ទុះមិនយូរប៉ុន្មានពួកគេសម្លេងយន្តហោះសត្រូវត្រឡប់មកវិញហើយវាហាក់ដូចជាគ្មាននរណាក្រៅពី Pilot Hill នោះទេលោកយ៉ាងប្រញាប់ត្រឡប់ទៅកាន់តំណែងរបស់ខ្លួនជាមួយទាហានផ្សេងទៀតហើយរៀបចំគ្រាប់រំសេវរបស់គាត់នៅពេលដែលគាត់ក៏កត់សម្គាល់សញ្ញាដែលលាវហោផ្ញើមកដោយគ្មានការភ័យខ្លាចលោកយ៉ាងបានបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់ទៅលើមេឃដើម្បីតាក់ទាញយន្តហោះសត្រូវហើយប្រកួតប្រជែងវាជំនួសឲ្យការលាក់ខ្លួនគាត់ធ្វើអ្វីមួយថែមទៀតគ្រោះថ្នាក់ហើយបញ្ជាឲ្យទាហានរបស់គាត់បាញ់ពន្លឺជុំវិញទីតាំងរបស់ពួកគេដើម្បីទាញយន្តហោះឆ្ពោះទៅកាន់ពួកគេពីចម្ងាយលាវហោកត់សម្គាល់រឿងនេះហើយដឹងថាខ្មាន់កាំភ្លើងកំពុងរៀបចំផែនការ
លះបង់ខ្លួនឯងដើម្បីការពារទាហានផ្សេងទៀតមិនយូរប៉ុន្មានយន្តហោះសត្រូវក៏លេចឡើងហើយចាប់ផ្ដើមវាប្រហារយ៉ែងនឹងកងទ័ពរបស់គាត់ទាហានរបស់គាត់ជាច្រើនអ្នកត្រូវបានសម្លាប់ហើយនៅសល់តែ2-3អ្នកប៉ុណ្ណោះដែលនៅរស់ប៉ុន្តែពួកគេបន្តប្រយុទ្ធដោយគ្មានការភ័យខ្លាចហើយបដូរកាំភ្លើងធុនធ្ងន់ជាមួយយន្តហោះសត្រូវនៅទីបំផុតទាហានរបស់គាត់ទាំងអស់ត្រូវបានសម្លាប់ប៉ុន្តែយ៉ែងនៅតែបន្តបាញ់រហូតដល់គ្រាប់កាំភ្លើងរបស់គាត់អស់ទាំងស្រុងអស់កម្លាំងគាត់គ្រប់គ្រងយន្តហោះប៉ុន្តែយន្តហោះនៅតែទម្លាក់គ្រាប់បែកមុនពេលហោះទៅឆ្ងាយជឿថាវាបានកំចាត់ខ្មាន់កាំភ្លើងបន្ទាប់ពីការផ្ទុះដ៏ធំនេះលោកយ៉ែងនៅមានជីវិតនៅឡើយប៉ុន្តែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខណៈគាត់បានបាត់បង់ដៃម្ខាងនិងអវយវៈមួយស្ពាននេះត្រូវបានបំផ្លាញជាថ្មីម្ដងទៀតដោយសារតែគ្រាប់បែកដែលត្រូវបានធ្វើសកម្មភាពក្នុងទឹកដែលធ្វើឲ្យគាត់មានការខកចិត្តយ៉ាងខ្លាំងទោះបីជាមានអ្វីគ្រប់យ៉ាងក៏ដោយយ៉ែងនៅតែមិនព្រមចុះចាញ់នឹងទំនោរទៅរករបួសរបស់គាត់មុនពេលស្វែងរកគ្រាប់រំសេវគាត់ស្ទុះទៅកាំភ្លើងអែរបស់គាត់ហើយដុតតំបន់ជុំវិញគាត់ម្ដងទៀតដើម្បីបង្ហាញពីជំហររបស់គាត់ជាលើកដំបូងដោយមានផ្នែករាងកាយមិនពេញលេញគាត់បានប្រើកាំភ្លើងអែតែម្នាក់ឯងទោះបីជាធម្មតាវាត្រូវការមនុស្សច្រើនក៏ដោយគាត់ប្រើជើងស្ដាំរបស់គាត់ដើម្បីបង្វិលកាំភ្លើងដៃស្ដាំរបស់គាត់សម្រាប់តម្រង់ក្បាលនិងឈើមួយសម្រាប់ទាញកន្លេសដោយប្រើកម្លាំងចុងក្រោយរបស់គាត់យ៉ែងបាញ់ទៅលើយន្តហោះសត្រូវហើយទីបំផុតអាចបាញ់ទម្លាក់ Pilot Hill ហើយបញ្ចប់ជីវិតរបស់គាត់ពេលនោះគាត់ព្យាយាមផ្លុំកញ្ចែដើម្បីប្រមានកងទ័ពប៉ុន្តែគាត់ខ្សោយពេកក្នុងការធ្វើដូច្នេះគាត់មើលពេលស្ពានបាក់ម្ដងទៀតហើយបាត់បង់ស្មារតីបន្ទាប់យើងឃើញផ្នែកចុងក្រោយនៃខ្សែភាពយន្តពីទស្សនៈនៃស្ពានបន្ទាប់ពីវាគឺទម្លាក់គ្រាប់បែកម្ដងទៀតមនុស្សម្នាក់ដែលរួចរស់ជីវិតពីការបំផ្ទុះគ្រាប់បែកនោះគឺលាវហៅដែលត្រូវភ្លើងឆេះយ៉ាងធ្ងន់ធ្ងរនិងមានរបួសដល់ភ្នែកទាំងពីររបស់គាត់យើងក៏ឃើញសាកសពលោកយ៉ែងដែលបានស្លាប់បាត់ទៅហើយកំពុងឈរក្នុងសភាពឆេះខណៈកំពុងកាន់ដុំឈើមួយស្ពាននេះត្រូវបានបំផ្លាញនិងមិនអាចប្រើប្រាស់បានទៀតទេហើយវាហាក់ដូចជាអ្វីទាំងអស់បានបញ្ចប់សម្រាប់កងទ័ពចិនទោះបីជាយ៉ាងណាក៏ដោយទាហានជាច្រើនអ្នកដែលហាក់នៅមានជីវិតបានបង្ហាញខ្លួននៅក្នុងភាពភ្ញាក់ផ្អើលស្ពានហើយចាប់ផ្ដើមជួសជុលឡើងវិញមួយសន្ទុះក្រោយមកអ្នកបើកយន្តហោះស្មេកត្រូវបានបញ្ជាឲ្យត្រឡប់មកវិញហើយពិនិត្យមើលស្ពានសម្រាប់សកម្មភាពបន្តលោករីកាថាពួកគេបានទម្លាក់គ្រាប់បែកលើស្ពានមុនកន្លះម៉ោងប៉ុណ្ណោះដូច្នេះគាត់ជឿថាមិនគួរមានចលនានៅទីនោះទេទោះជាយ៉ាងណាថ្នាក់លើបង្គាប់ឲ្យគាត់ត្រឡប់មកវិញម្ដងទៀតដោយសារពួកគេបានរកឃើញចលនានៅជិតស្ពានមិនយូរប៉ុន្មាន Pilot Smith ត្រឡប់ទៅកន្លែងតំបន់នឹងស្រឡាំងកាំងពេលឃើញស្ពានត្រូវបានជួសជុលម្ដងទៀតគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទាហានការបដិញ្ញាចិត្តនឹងស្នើឲ្យក្រុមរបស់គាត់បញ្ជូនជំនួយយន្តហោះទម្លាក់គ្រាប់បែកភ្លាមខាងក្រោមនេះលោកសាក់សីស្ពានមនុស្សត្រូវបានបង្កើតឡើងនិងត្រូវបានវាយប្រហារដោយជំនាញនិងស្នេហាជាតិរបស់កងទ័ពចិននេះជនជាតិចិនកំពុងលើកបន្ទះឈើនៃស្ពាននៅលើស្មារបស់ពួកគេដោយអនុញ្ញាតឲ្យនៅសល់ទាហានឆ្លងកាត់ដោយសុវត្ថិភាពពេលឮអំពីរឿងនេះកងកម្លាំងអាមេរិកភ័យស្លន់ស្លោដោយដឹងថាបើចិនអាចឆ្លងកាត់បានវានឹងគ្មានវិធីណាអាចបញ្ឈប់ពួកគេបានឡើយនៅក្នុងឈុតចុងក្រោយ Pilot Smith រីកាត្រឡប់ទៅបញ្ជាការអាមេរិកអំពីស្ថានភាពជនជាតិអាមេរិកបានបញ្ជូនយ៉ាងច្រើនអ្នកបំផ្ទុះគ្រាប់បែកដើម្បីបំផ្លាញស្ពានគ្រាប់បែកធ្លាក់នៅជុំវិញស្ពានតែទាហានចិននៅតែមិនភ័យខ្លាចពួកគាត់បន្តគ្រប់គ្រងនិងជួសជុលស្ពានដោយកម្លាំងកាយនិងកម្លាំងចិត្តសូម្បីតែការផ្ទុះយ៉ាងគ្រោះថ្នាក់នៅជិតពួកគេនៅទីបំផុតកងទ័ពទាំងអស់បានជោគជ័យឆ្លងកាត់ស្ពានហើយទៅដល់ខ្សែបន្ទាត់ខាងមុខតាមការគ្រោងទុកភាពយន្តបញ្ចប់ដោយជីវិតពិតខ្សែវីដេអូយុទ្ធជនចិនដែលបានចូលរួមក្នុងសមរភូមិដោយក្លាហានបង្ហាញពីភាពធន់និងការលះបង់របស់ពួកគេក្នុងអំឡុងពេលជម្លោះ